គាត់ផ្នែកកម្ពុជាពីដែលជាបងគេហៅធ្វើនេះគឺយើងដាក់ជំជ្រោយក្នុងការបំរុងទិសហើយកសិករយើងដែលធ្លាប់ជាប្រពៃណីមកគឺតែស្កម្មតាមយថាប្រយោជន៍មិនបានគិតគូរអំពីផែនការតាមតោផែនការផលិតកម្មផែនការទីផ្សារការធ្វើការទីក្រុងការគិតគូរអំពីរកតាមទុនដើម្បីបរិយាកសិកម្មរបស់គាត់ការដាំដុះរបស់គាត់ការធ្វើកសិកម្មរបស់គាត់ចឹងយើងឃើញថាអ្វីដែលបងប្អូនដែលមកទីនេះហើយអ្នកពាក់ព័ន្ធទាំងអស់ដែលយើងឃើញយើងទាំងអស់ពីអ្នកពាក់ព័ន្ធមកអង្គុយបញ្ចុះនេះគ្រប់អស់ចឹងត្រូវការអស់គ្នាធ្វើការសហការលោករងជាតិគាត់លើកឡើងច្បាស់លាស់ហើយពីគឺការលើតំបន់ខ្លះកន្លែងខ្លះសង្គមខ្លះត្រូវការកលឹះអីមួយផ្សេងតែត្រូវយកទៅចាក់ទៅត្រូវការមិនត្រូវការប្រព័ន្ធអស់ត្រូវការគឺការកន្លែងខ្លះត្រូវការនិយាយចូលរួមជួយឬកន្លែងខ្លះត្រូវការបច្ចេកទេសស្រុកហើយខ្លះត្រូវការភាសាអញ្ចឹងត្រូវមើលឲ្យយល់ក្នុងនឿអ្នករងរួនត្រូវមើលឲ្យយល់អ្វីដែលជានៃបញ្ហាអ្វីចំណុចខ្លាំងនៅកន្លែងសហគមន៍សាសនាយើងមួយជឿតែមិនជាចិត្តបន្តហើយកន្លែងខ្លះយើងត្រូវធ្វើដោយខាងបងបាក់ថាក៏លើកឡើងអំពីការជ្រាបនៅការផ្សំការធ្វើកសិកម្មដែលមិនស្ទាន់ទៅប្រើប្រកាសធាតុឬកសិកម្មឆ្លាតវៃដែលមាន solar energy ជាដើមយើងធ្វើអញ្ចឹងមកស្នងយើងធ្វើពីនោះឃើញជាល្អហើយអ្វីដែលខ្ញុំថាមិនជិះមិនប៉ះហើយជាអ្វីដែលជាសារសម្រាប់អស់នេះគឺបងប្អូនអ្នកផលិតគឺចាត់ទុកថាដូចជាប្រជាជនសម្រាប់ប្រទេសយើងមួយណាព្រោះយើងឃើញយើងមានវិបត្តិដែលយើងពឹងពាក់លើគេពេលគេបាត់គេគម្រាមយើងបណ្ណាមានតែយើងទេទាំងអស់គ្នាហើយជា snow នៃប្រទេសជាតិការផលិតដោយខ្លួនឯងហើយយើងមិនអាចពឹងបន្ថែមគេឬក៏ចាំបើកគាត់ហូបរបស់គេទេអញ្ចឹងខ្ញុំជឿចឹងបេសកកម្មយើងទៅវែងឆ្ងាយតដំណើរមកទៀតដែលលោកបងបំរុងមួយថាយើងទៅបាន13ឆ្នាំតែសហគមន៍តែយើងនឹងប្រឹងរួមគ្នាទាំងអស់គ្នាហើយគឺចឹងការនិយាយធ្វើនេះយើងត្រូវដំណើរទាំងអស់គ្នាហើយជារបស់យើងមុនអាទៀតហូបរបស់ខ្មែរផលិតដោយកសិករខ្មែរយើងឬសហគមន៍កសិកម្មយើងសូមអរគុណគុណច្រើនបងសូមលោកតាមគុណដូចជាបន្ថែមតែដើម្បីឲ្យបានស្តង់ដារទៀតបាទបងសុខភាពគាត់បានមានប្រសាសន៍ច្រើនតែតងបញ្ហាចូលរបស់កសិករក៏ដូចជាសហគមន៍កសិកររបស់យើងរួមទាំងកាយឆ្នៃដូចគ្នាតែអ្វីដែលខ្ញុំចង់លើកឡើងនៅកន្លែងនេះគឺបញ្ហាប្រឈមទៀតរបស់អ្នកកាយឆ្នៃក៏ដូចជាសហគមន៍កសិកររបស់យើងនេះគឺសមត្ថភាពទាក់ទងទៅនឹងអនុលោមទៅតាមស្តង់ដារសុខភាពម្ហូបអាហារយើងដឹងហើយខាងកងសាស្ត្រចិត្តរបស់អ្នកបរិភោគគឺមានសារៈសំខាន់ណាស់ហើយការឈានចូលទៅដល់ការទីផ្សារទំនើបក៏ដូចជាការនាំចេញបន្តទៅយើងក៏តាមស្តង់ដារហើយខ្ញុំគិតថានៅក្នុងពេលនេះកសិកររបស់យើងក៏ដូចជាសហគមន៍កសិកររបស់យើងគឺពួកគាត់បានផលិតម្ហូបអាហារនេះគ្រប់គ្រងសម្រាប់ហូបចុកហើយគឺតើគាត់មួយគឺផលិតដើម្បីការធ្វើពាណិជ្ជកម្មចិត្តដើម្បីធ្វើពាណិជ្ជកម្មបានឬក៏ access ទៅទីផ្សារទំនើបក៏ដូចជាទីផ្សារនាំចេញគឺសម្រាប់ឲ្យគាត់អនុលោមទៅតាមស្តង់ដារដែលគេបង្ហាញបានដូចលើកឧទាហរណ៍ថានៅក្នុងការតាមស្លាកផ្លែឈើយើងត្រូវតែអនុលោមតាមស្តង់ដារagriculture practices ដែលហៅថា Care ឬក៏ Care Organic ក្នុងវិស័យវិនិយោគកម្មយើងត្រូវអនុលោមទៅតាមការអនុវត្តវិនិយោគកម្មល្អការឆ្នៃត្រូវអនុវត្តទៅតាមជាតិភាសាឬក៏ស្តង់ដារ COS ដែលក្នុងការសុខការពីជំនួយការរដ្ឋបាលទៅបានបង្កើតឡើងបាទអញ្ចឹងបានរៀបពីអនុលោមតាមស្តង់ដារទឹកថាកសិករជាអ្នកការឆ្នៃរបស់យើងគាត់លើកមានសមត្ថភាពមានកម្រិតជាពិសេសទីតាំងកែច្នៃឬក៏កសិដ្ឋានអភិវឌ្ឍនៅខ្វះគេហៅថា facility អភិវឌ្ឍគឺនៅប្រព័ន្ធអនុលោមតាមស្តង់ដារក៏ដូចជាជំនាញផ្សេងទៀតខ្ញុំសូមសង្ខេបត្រឹមនេះព្រោះខ្ញុំគឺចាំបាទអរគុណច្រើនបងខ្ញុំសូមបន្តមិនសិនដោយសារខ្ញុំមានសំណួរបន្តហើយអរគុណច្រើនសម្រាប់ការជួយបន្ថែមតែក្នុងនឹងស្វាគមន៍នៃអាហារក៏ដូចជាបងសុមនីបានជួយចែកចាយពី
បញ្ហាប្រឈមផ្សេងៗដែលកសិករយើងកំពុងបានជួបប្រទះបច្ចេកទេសពលធានហើយផ្សេងៗចឹងហើយបានជាបន្តសំណួរបន្តទាក់ទងទៅនឹងថាតើជា private sector មានថាជាខាងវិស័យឯកជនហើយដូចជាធនាគារគាត់អាចចូលរួមចំណែកអ្វីដើម្បីឲ្យជួយកាត់បន្ថយបញ្ហាទាំងអស់នោះអញ្ចឹងខ្ញុំប្រហែលជាសូមលើកពីសម្លេងបងស្រីតាមុនថាតើបើសិនជាយើងចង់ឲ្យកសិកររបស់យើងអាចទទួលយកបច្ចេកទេសឬក៏បច្ចេកវិទ្យាថ្មីៗហ្នឹងថាតើយើងគួរតែជួយទៅដល់គាត់អីខ្លះក្នុងនាមជាផ្នែកវិស័យឯកជនដែលបងធ្វើការរឿងសូឡាឬក៏អីផ្សេងៗផងអរគុណសូមអរគុណស្រីមួយបន្តមកខាងបងនេះទៀតហើយក្នុងវិស័យឯកជនទាំងពីរចាអរគុណបងហើយជីកិតយូរមែនតើថ្ងៃនេះបានចូលរួមដូចជាឃើញសុខភាពបរិសុទ្ធសំខាន់មកអង្គុយអមចាអរគុណបងចឹងសម្រាប់អ្វីដែលខ្ញុំពាក់ព័ន្ធជាមួយបច្ចេកទេសចាខ្ញុំមើលឃើញបញ្ជ្រុងនៃបច្ចេកទេសចាហើយបញ្ហាដែលខ្ញុំមើលឃើញហ្នឹងគឺរឿងពាក់ព័ន្ធជាមួយនឹងខាងពលរឿងទី1ដែលយើងមើលឃើញយើងទទួលស្គាល់របស់គ្នាថានៅប្រទេសកម្ពុជាយើងតម្លៃខាងពលអគ្គិសនីទៅថ្លៃជាងប្រទេសជិតខាងចាជាការពិតដែលទោះបីជាយើងមានភ្លើងថ្ងៃភ្លើងយប់ហើយអញ្ចឹងគឺវាជាចំណុចមួយដែលធ្វើឲ្យទៅថ្លៃដើមរបស់យើងគឺវាមានតម្លៃថ្លៃចានឹងរឿងទី1រឿងទី2ដែលខ្ញុំចង់ជម្រាបជូនដែរដោយសារតែខ្ញុំបានឃើញពីផលិតកម្មរបស់គាត់មួយចំនួនយើងមើលឃើញថាអ្វីដែលជា process នៃការធ្វើម៉ាស៊ីនរបស់គាត់ហ្នឹងគឺវានៅមានកម្រិតស្តង់ដារទៀតយ៉ាងឡើយចានឹងបើតាមទេបងមិនមែនមានថាទាំងអស់ទេខ្ញុំឧទាហរណ៍មួយថាសម្រាប់ការធ្វើកន្លែងហ្នឹងគឺយើងអាចផលិតបានរហូតដល់10គីឡូគាត់ផលិតបាន10គីឡូប៉ុន្តែបើសិនជាម៉ាស៊ីនផ្សេងទៀតគេបានរហូតដល់15ទៅ20គីឡូអញ្ចឹងកន្លែងហ្នឹងយើងឃើញថាប្រសិទ្ធភាពនៃការផលិតហ្នឹងគឺជាចំណែកមួយដែលថាវាអាចបង្កើនថ្លៃដើមហើយវាផលិតផលហ្នឹងបានចេញមកទៀតចាអញ្ចឹងខាងហ្នឹងគឺជាចំណុចមួយដែលអាចថាជួយទឹកផងដែរហើយអ្វីដែលពួកខ្ញុំអាចជួយដោះស្រាយបានចាដោយសារតែពួកខ្ញុំគឺមើលទៅលើធម៌ពលហើយយើងមានបទពិសោធន៍យូរឆ្នាំតែធ្វើម៉េចដើម្បីឲ្យតម្លៃធម៌ពលនៅទីតាំងរបស់លោកអ្នកហ្នឹងគឺកាត់បន្ថយលើការចំណាយខ្ញុំឧទាហរណ៍ថានៅក្នុង process នៃការផលិតទូនេះមួយហើយយើងចាយក្នុងមួយខែទៅ1លានឬក៏2លានរៀលចាអញ្ចឹងអាការដែល1លាន2លានរៀលហ្នឹងគឺយើងបង់ទៅរាល់តែប៉ុន្តែបើសិនជាយើងដាក់សូឡាគឺវាអាចកាត់បន្ថយបានពាក់កណ្ដាលឬក៏រហូតដល់ 70% នៃការផលិតរបស់យើងចឹងបើសិនជាយើងកាត់បន្ថយអាហ្នឹងវាលេងថាវាជួយបន្ថយថ្លៃដើមហើយវាស្ថិតនៅក្នុងតែរយៈពេលប្រហែលឆ្នាំ4ឆ្នាំ3ឆ្នាំឬក៏5ឆ្នាំទេវាអាចរំលោភទុននៃការនិយាយពីវិនិយោគទៅលើប្រព័ន្ធសូឡាតែម្ដងចឹងប្រព័ន្ធសូឡាគឺវាអាចប្រើប្រាស់បានយូរប៉ុន្តែអ្វីដែលខ្ញុំចង់ជម្រាបជូនមិនមែនសូឡាដាក់តែម្ដងហើយគឺប្រើបានរហូតទេចាអញ្ចឹងគឺយើងនៅមានការដែលយើងត្រូវជួសជុលសេវាបន្ទាប់ពីការតម្លើងហើយមួយទៀតគឺពាក់ព័ន្ធជាមួយគុណភាពដែរអញ្ចឹងត្រឡប់មកវិញសម្រាប់ខាងវិស័យពួកខ្ញុំគឺទៅលើទឹកនិងភ្លើងដែលពិតជាអាចជួយទៅដល់វិស័យកសិកម្មទូទៅឬក៏សិប្បកម្មឬក៏ការចិញ្ចឹមសត្វហ្នឹងគឺជួយក្នុងការកាត់បន្ថយការចំណាយហើយធ្វើឲ្យដើម្បីមានសុវត្ថិភាពក្នុងការប្រើប្រាស់បានយូរចា៎អរគុណច្រើនបងអញ្ចឹងសូមបងខាងទីផ្សារតែម្ដងទេបងសេចក្ដីបងខាងពុទ្ធវិទ្យាខាងនេះទៀតបាទខ្ញុំសូមគោរពហើយជម្រាបសួរម្ដងទៀតបាទតាមនេះបងចង់បញ្ជាក់បន្តិចថាពិតក្នុងនាមជាវិស័យឯកជនយើងអ្វីដែលយើងអាចជួយចំណែកបានជួយទៅដល់សហគមន៍កសិកម្មរបស់យើងឬក៏ក្រុមផលិតរបស់យើងគឺទីមួយយើងបដោតជួយគ្រប់គ្រងខាងទីផ្សារនិងតម្លៃដើម្បីខាងខ្ញុំយើងធានានៅបរិមាណនិងតម្លៃជួយទៅដល់សហគមន៍កសិកម្មរបស់យើងឬក៏ក្រុមផលិតរបស់យើងដើម្បីផលិតឲ្យទៅតាមបរិមាណនិងតម្លៃដែលយើងបានព្រមព្រៀងគ្នាតាមរយៈកិច្ចសន្យាកសិកម្មរបស់យើងឥឡូវយើងបានអនុវត្តចូលជិត10ឆ្នាំហើយទេបាទហើយដល់ឥឡូវយើងក៏កំពុងតែបរិយាថាកិច្ចសន្យាកសិកម្មរបស់យើងនឹងទូទាំងប្រទេសថៃទៀតដែរណាបាទអានេះរឿងទី1តែខាងវិស័យយន្តយើងចូលរួមរឿងទី2អ្វីដែលពួកខ្ញុំអាចចូលរួមបានគឺផ្នែកពង្រឹងគុណភាពរបស់បងរាយគាត់លើកឡើងថាតាមនេះអញ្ចឹងការផលិតបងប្អូនត្រូវយល់រឿងបញ្ហាគុណភាពជាបញ្ហាសំខាន់មួយដែរព្រោះតម្រូវការទីផ្សារគឺគិតពីគុណភាពអញ្ចឹងគុណភាពយើងរកបញ្ចូលទាំងស្តង់ដារទៅលើគេហៅថា
ផលិតផលរបស់យើងនៅកម្រិតកសិដ្ឋានដូចជាស្តង់ដារ candidate ឧទាហរណ៍ដូចជាស្តង់ដារ organic ស្តង់ដារ global organic សិតជាកម្រិតការដែលយើងត្រូវផ្ដោតលើអាហ្នឹងបាទហើយមួយទៀតគឺគេហៅស្តង់ដារ basic ដែលយើងត្រូវផ្ដោតនោះគឺទៅលើហាសាឬក៏ភូមិគេហៅថាស្តង់ដារសុខភាពនៃអាហារដែលយើងត្រូវអនុវត្តដែរកាលណាយើងផលិតកែច្នៃដូចខ្ចប់យើងត្រូវមានអាហ្នឹងស្តង់ដារអនាម័យដើម្បីឲ្យយើងធ្វើមកការពារពពុះការរសាយនិភ័យឆ្លងទៅលើផលិតផលរបស់យើងហ្នឹងយើងអាចគ្រប់គ្រងពីសាបានហើយក្រុមហ៊ុនជាទូទៅយើងលើកកម្ពស់អាហ្នឹងពេលខ្លះយើងបានចំណាយលុយខ្លួនឯងទៅជួយគាត់រឿងហ្នឹងទៀតបាន invest លុយខ្លួនឯងតែព្រោះតែនោះយើងលុយរបស់យើងគាត់ជួយទៅដល់ក្រុមគ្រប់គ្រងគាត់ទៀតបាទអាហ្នឹងរឿងទី2រឿងទី3អ្វីដែលវិស័យឯកជនអាចចូលរួមបានហ្នឹងគឺបរិបទទៅលើការផលិតភាពយើងតែងតែធ្វើការជាមួយសហគមន៍ដើម្បីឲ្យគាត់ផលិតតាមផែនការដាំដុះដើម្បីឲ្យផលិតទៅទៀងទាត់ហើយអាចផលិតតាមគេហៅថាផែនការនៃការផលិតរបស់យើងទៅតាមចំនួនបរិមាណដែលយើងបានព្រមព្រៀងគ្នាចឹងពាក្យថាផលិតភាពការពិតក្រុមហ៊ុនយើងជួយទាំងបណ្ដុះបណ្ដាលឬបច្ចេកទេសថែមទៀតនិងស្ពេចទៅលើអាការផលិតផលមួយទៀតដើម្បីគាត់ផលិតទៅឲ្យខុសខ្ញុំលើកឧទាហរណ៍ទៅតម្លៃចឹងយើងប្រាប់ថាតម្លៃហ្នឹងការផលិតហើយតែប៉ិនខ្លួនឯងអាចប៉ិនកជើងបានតែញ៉ាំតែអត់ញ៉ាំទេការធំទៅអញ្ចឹងយើងបរៀនតាមវាអត់បានព្រោះអត់ខុសហ្នឹងបាទហើយអញ្ចឹងជំរុញយ៉ាងផលិតភាពហ្នឹងអានេះពីខាងក្រុមហ៊ុនហើយយើងជួយរឿង coaching mentoring ដល់ច្រើនម្ដងថ្ងៃនេះគឺយើងក៏បន្តធ្វើការងារច្រើនបាទចំណែកអ្វីដែលខ្ញុំលើកគេហៅថាការរួមចំណែកទៅដល់ពីសហគមន៍មកវិញយើងនិយាយពីសហគមន៍ខ្ញុំហៅថាសហគមន៍តាមពីសហគមន៍ទំនើបសហគមន៍អភិវឌ្ឍកសិកម្មសហភាពនេះទាំងអស់អញ្ចឹងអ្វីដែលបងប្អូនត្រូវគិតមកដល់ពេលនេះជាការយល់ឃើញរបស់ខ្ញុំណាយើងគួរតែរួមគ្នាវិនិយោគហើយព្រោះពេលនេះយើងអាចនៅរីបាយបន្តិចចឹងមកក្នុងសហគមន៍មួយថាម៉េចរួមគ្នាដាក់លុយរួមគ្នាវិនិយោគរួមគ្នាទៅលើគម្រោងវិនិយោគមួយដើម្បីធ្វើឲ្យចេញជាហេដ្ឋារចនាសម្ព័ន្ធមានឃ្លាំងមានកន្លែងទឹកខ្ចប់មានកន្លែងប្រមូលផ្ដុំមានឡានទឹកមានអាហ្នឹងគឺជា uniform មួយដែលអាចឲ្យយើងទៅគេហៅធ្វើអាជីវកម្មរបស់ខ្លួនឯងបានហើយការយើងអត់មានអីយើងកាយើងមានតែទឹកប៉ុន្តែយើងអត់មានហេដ្ឋារចនាសម្ព័ន្ធ business ទៅអត់ទៅរួចទេជួនកាលយើងចេះបន្តហ្នឹងដោយសារសហគមន៍ដូររចនាសម្ព័ន្ធ legacy ប៉ុន្តែពេលខ្លះមកពីសហគមន៍យើងអត់មានអីមួយជា model ក្នុងការអនុវត្តអាជីវកម្មរបស់យើងបានច្បាស់លាស់ឬក៏មានភាពជាលក្ខណៈហ្នឹងរឿងទី1រឿងទី2ខ្ញុំឃើញថាយើងគួរតែគេហៅគិតរឿងរួមគឺសំខាន់យើងអាចឲ្យបន្តិចចឹងទៅពេលដូចថាខ្ញុំទិញអីវ៉ាន់នាំចេញខ្ញុំផលិតនាំចេញខ្ញុំត្រូវការបរិមាណច្រើនហើយដល់ពេលយើងទៅជជែកជាមួយសហគមន៍យើងកាត់បន្តិចអាហ្នឹងក៏អាចគ្រប់គ្រងបានដែរបញ្ហាយើងនៅក្នុងអា supply chain របស់យើងអាខ្សែសង្វាក់ផលិតកម្មរបស់យើងវាអត់ជាប់គ្នាសោះអត់ connect អាហ្នឹងជាអ្វីដែលបងប្អូនត្រូវតែរួមឲ្យពេលនេះហើយយើងកុំដល់ចាំមើលបំណាំគ្នាក្នុងសហគមន៍ខ្លួនឯងជាមួយជួនកាលទស្សនវិស័យផ្សេងទៀតអាហ្នឹងក៏ពិបាកដែរអញ្ចឹងធ្វើម៉េចឲ្យយើងអាចចាប់អាចគ្នាហើយខ្ញុំលើកឧទាហរណ៍ឥឡូវយើងមានរដ្ឋផងមានអង្គការ Haver ផងមានអ្នកdevelopment ថាផ្សេងជួយច្រើនតែផ្សាយខ្លួនតែយើងត្រូវដល់ពេលដូរខ្លួនឯងអានេះជាចំណុចសំខាន់ខ្ញុំសូមសង្ខេបអរគុណបាទអរគុណច្រើនបងសូមមកបាទដល់ខាងខ្ញុំម្ដងខាងក្រុមហ៊ុនខ្ញុំគឺយកចំបានកែប្រែការធ្វើកសិកម្មបែបប្រពៃណីដែលមានចំណូលទាបបែបប្រពៃណីដែលចំណូលពោះហេតុអាកែប្រកែឬការបាត់អាចអស់ជាអញ្ចឹងក្រុមហ៊ុនខ្ញុំកើតពីឆ្នាំ2015មកហ្នឹងគឺភ្ជាប់ជាមួយនឹងពាក្យផ្ទះសំណាញ់គឺកើតក្នុងព្រឹកពេលនោះហើយពេលនោះទៅស្រុកខ្មែរយើងមានផ្ទះសំណាញ់អត់ដល់ទេហើយក៏កើតជាមួយគ្នាហ្នឹងជាមួយនឹងបងមុនសៀងតែគាត់មកនៅនេះដែរគឺកើតនៅចំនួននោះគឺដោយសារយើងធ្វើបានក៏យើងកើតជាផ្ទះសំណាញ់ទៅអញ្ចឹងការដែលបង្កើតផ្ទះសំណាញ់នេះគឺយើងចង់ឲ្យតាមបានពេញមួយឆ្នាំឥឡូវនេះយើងមកដល់ពេលនេះយើងបានធ្វើមានការផ្លាស់ប្ដូរពេញមួយឆ្នាំតែអ្វីដែលខ្ញុំចង់និយាយនេះគឺក្រុមហ៊ុនគឺធ្វើផ្ទះសំណាញ់និងគ្រប់គ្រងច្រើនគ្រប់គ្រងលើបច្ចេកទេសគឺយើងធ្វើតែសំណាញ់ហើយបើធ្វើតែសំណាញ់អត់ចេះដាំធ្វើតែអី
ចឹងក្រុមហ៊ុនខ្ញុំគឺធ្វើទស្សនៈហើយគួររៀនឲ្យដាំតាមរបៀបទំនើបដូចជាការប្រើប្រព័ន្ធដំណក់ទឹកកាលពីដើមមកយើងអាចមានដាំបន្លែប្រើប្រព័ន្ធដំណក់ទឹកទេគឺក្រុមហ៊ុនខ្ញុំចាប់ផ្ដើមឲ្យដាំបន្លែតាមប្រព័ន្ធដំណក់ទឹកនៅក្នុងទស្សនៈវិច័យដល់ដែរទេដោយសារនៅក្នុងទស្សនៈយើងអាចប្រើទឹកសាច់បានប្រើទឹកសាច់វាលួយចឹងក៏ប្រើដំណក់ទឹកហ្នឹងទៅក៏វាជួយសំចៃទឹកបាន 90% អញ្ចឹងយើងអាចមានស្រះទូចមួយយើងអាចប្រើបានពេញមួយឆ្នាំបន្ទាប់ពីដាំបានហើយខាងខ្ញុំគ្រប់គ្រងអាពុកដាំទៅក៏គ្រប់គ្រងបានន័យថាវាមានបញ្ហាកើតឡើងទៀតមានសត្វល្អបំផ្លាញមានអីទៀតយើងគ្រប់គ្រងគាត់ដាំបានរហូតទៅដល់គាត់ប្រមូលផលខាងខ្ញុំគ្រប់គ្រងបច្ចេកទេសក្នុងការប្រមូលផលហើយប្រមូលផលយកទៅទីផ្សារខ្ញុំជាយើងរកទីផ្សារទៅឲ្យគាត់ទៀតគ្រប់គ្រងទីផ្សារប៉ុន្តែមុនទៅទីផ្សារគឺគ្រប់គ្រងគឺការរក្សាទុកពីខ្ចប់មុនទៅដល់ទីផ្សារនឹងសំខាន់មួយទៀតចឹងខ្ញុំគ្រប់គ្រងពីអេដល់សិនទៅមិនថាចប់ចឹងពេលដែលយើងមានតែសំណាញ់ច្រើនការដំបូងមានក្រោមតបឥឡូវមានរាប់ពាន់តែសំណាញ់តែយើងមិនវាទីផ្សារទៅតាមចោលអញ្ចឹងយើងរៀនក៏ទីផ្សារហើយខ្ញុំបង្កើតទីផ្សារខ្លួនឯងខ្ញុំទិញតែជួយទិញគាត់ដើម្បីឲ្យគាត់មានទីផ្សារប៉ុន្តែដល់ពេលក្នុងគម្រោង Hyper នេះកសិករទាំងអស់ដែលគាត់ទទួលតែសំណាញ់ប្រហែល300ខ្នងហ្នឹងគាត់ខ្វះទុនហ្នឹងខាងខ្ញុំក៏មិនមានច្រើនដូចខាងបងតានីទៀតដែរប៉ុន្តែក្នុង300តែសំណាញ់ហ្នឹងគឺខ្ញុំផ្ដល់ជាការបង់រំលោះតិចប៉ុន្តែក្នុង300ខ្នងខ្ញុំអាចបង់រំលោះដល់ថ្ងៃនេះគាត់បង់ឲ្យខ្ញុំហើយឥឡូវគឺឲ្យបង់ទៀតមែនតើគាត់អាចធ្វើបានគឺមួយខែតែ100000ទេក្នុងតែសំណាញ់មួយខ្នងអញ្ចឹងដល់ពេលអ្នកខ្លះក៏បង់បានអ្នកខ្លះបង់បានឥឡូវនេះយើងមានតែសំណាញ់ខ្លះគឺប៉ះគ្រោះធម្មជាតិអញ្ចឹងបើគាត់អត់បង់មានតែអត់មានលុយណាទៅជួយគាត់ឥឡូវនេះគឺខាងក្រុមហ៊ុនពជាការធានាគាត់ទៀតពីធានាភ្ជុំមួយឆ្នាំបង្កើនការធានារហូតដល់ភ្ជុំ4ឆ្នាំឲ្យគាត់បង់ដាច់បង់ស្អីទាំងអស់បានលេខគាត់លែងមានបញ្ហាហើយយើងខាងខ្ញុំគ្រប់គ្រងជានិច្ចទៅដល់ពួកការប្រមាថដល់ខ្ញុំគ្រប់គ្រងក្នុងការមិនឲ្យគាត់បាក់ទឹកចិត្តអញ្ចឹងខាងខ្ញុំមានបញ្ហាអរគុណបងជេបាទសូមជំរាបសួរជាផ្នែកបងទៀតបាទពីខាងធនាគារអត់មានអីជាអ្វីច្រើនទេប៉ុន្តែខាងធនាគារចង់ជូនថាដូចបងបានមានសារលើកមកហើយថាបើសិនជាកសិករគាត់មានការដាំដុះមានការចូលរួមការតម្លើងសូឡាផ្សេងតែស្ថានភាពផ្សេងហើយមួយទៀតបើសិនជាកសិករគាត់ត្រូវការតាមគោលនយោបាយលើជីវកម្មគាត់អាចចូលជាមួយក្នុងធនាគារAODB បានអញ្ចឹងសួរថាតើធនាគារ AODB ផ្ដល់ប្រយោជន៍ឬក៏គុណប្រយោជន៍អ្វីខ្លះសម្រាប់ពួកគាត់នៅពេលគាត់ត្រូវការស្នើសុំចេញបាទអញ្ចឹងក្នុងនោះមានចំណុចច្រើនសម្រាប់សហគមន៍ឬក៏សង្គមដែលគាត់ត្រូវការស្នើសុំចេញឧទាហរណ៍ថាគាត់ចេញក្នុងគម្រោង Aspire ឬគម្រោង M អញ្ចឹងនៅពេលនោះបើសិនជាគាត់បានទទួលបាន grant គាត់អាចទទួលបានទៀតរហូតដល់ 200% នៃ grant ប៉ុន្តែយក grant ហ្នឹងធ្វើជាទ្រព្យធានាបំណងដាក់ជា fixed deposit ជាមួយធនាគារបាទអានោះលក្ខខណ្ឌអនុគ្រោះមួយសម្រាប់ពួកគាត់ហើយមួយទៀតបើសិនជាកសិករគាត់មានហៅថាមានការប្រតិបត្តិច្បាស់លាស់មានទីផ្សារច្បាស់លាស់គាត់មានការសម្រាប់ farming យើងក៏អាចយកកិច្ចសន្យានោះធ្វើជាកបប្រចាំបានដែរគឺធ្វើជាលក្ខណៈ3ពិធីបាទដែលនៅពេលបច្ចុប្បន្ននេះគេបងខាងយើងអនុវត្តជាមួយអ្នកចំពោះអ្នកចំត្រីហើយនឹងអ្នកទិញស្រូវទិញកបាទឬក៏ស្វាយចន្ទីបាទអានោះក៏ជាលក្ខខណ្ឌមួយអនុគ្រោះសម្រាប់ប្រជាកសិករពីមុនឡើយនឹងចូលរួមស្ថានសារដីគាត់តែចាត់សួនចុះបើសិនពួកគាត់អត់មានប្រចាំតើធនាគារជួយទទួលលើគោលការណ៍ខ្លះឥឡូវធនាគារស្រួលឲ្យហើយប៉ុន្តែ
แต่ต้องส่วนทางสมาธิวัดอาจจะประมาณเป็นดาวเตะอันนั้นแต่ต้องเจอเส้นแบบกว่าโอเคว่าทางโอเคก็เป็นเหมือนรายการให้ปัจจัยในปีปัจจุบันนี้สมาธิแบบโดยประมาณมันเป็นแบบจันทร์รบทีนี้ที่ต้องเอาไปในสักสามปีจะรันสักครั้งวันจะรันวิจารณ์วิจิตรว่าสัญญาแต่การเป็นสมาสมไทยนั้นการว่ามีสายเป็นใจใหญ่เมื่อวิจารณ์ตรงจมูกนะครับเรียนสิ่งนี้เอาคนได้ระบองเลิกมันนั่นจะลงมาตัวแบบงานเรื่องรอที่แต่ตรงฝ่ายนั้นยอมส่งแจกชุนมาแต่ต้นจมูกอันนั้นเรียนนี่ประสานบองอะไรที่สังคมหรือเชิงรอดเป็นรายการตลาดโซล่าหรือกับแดงหลังจากชิมเซ่อาจจะตรงใจแต่ตรงโดนเป็นไฟบ้านแต่แม้การอาภัพที่ผมไว้แต่ผมเปิดตลาดที่ธรรมชาติบ้านจีเจียงบองโอนแต่ใจโดยที่คริสต์มาสเซ่แต่แม้การอาภัพพวกสลามจางนั่นแหละบ้านไปนั่นไงยังประจักษ์ลองเย็ดยองอัดจังvậy và bong ôn tới hàng xúa cái hàng phân tách từ khi trên có đào vàng nữa bàn tay vào cái chụp chợ sáng mình lại hàng tràn họ thì nhóm trong trình riêng của vậy là của bác từ đó bong ôn bàn tay vào cái chụp chợ sáng họ miền chia còn cái thì còn cả là thì bàn tay sân kháng luôn ấy rưỡi qua hai này nhập cái đồ bán được hết trongที่ขับรถจังหวัดโอเคเอามาสังคมก่อนจองสองที่สังคมให้เกิดการสมาสมเฉยส่วนแต่ก็เป็นพัฒนาการสังคมtrong tìnhคนไทยเรียกร้องเรียกจำรุ่นไทยเนี่ยโอเคเอาทางออกในกรมศึกษาบ้านในแก่ในก่อนเรียนต่อไปทางบันไดเรียนส่วนตึงก็จนน้องนั้นในแก่ในก็ได้นะครับก็เรียกร้องมาเชิญร้องมาตลอดไปจนได้ครับไตรยศศึกษาการเหมือนกันอันนั้นเกี่ยวกับสังคมปัญหาสังคมว่าทางก็เรียกร้องเอาเชิญได้ปัญหาปัจจัยสนองไอ้สารเป็นปัจจัยเนี่ยยกเป็นไก่ปัจจัยในปัจจุบันโดยตามเป็นตามโครงตามเกี่ยวกับเส้นปัญหาชุมไปอย่างนี้อันนั้นคือเรียกร้องว่าสนองว่าการจังทางย้อมทรงจูจีปัญหาที่ปัจจุบันเช่นคนจะบอกคนจะสำหรับviệc vấn đề về bằng sáng trẻ trai hay là đôi chia ủng hộ trẻ trai này qua ban chủ đang cùng với cả số dưới con sản cùng phát triển trẻ sản cùng để con không thể gặp chia phát triển hay chỉ phát triển này nhưng mà của bộ bán hay chỉបន្តtiến đến xong trở chạy xuống đi tham quan dùng chiếc để còn nơi hàng để còn bán trái trai để con được cam ra một cả tiền mình chắc có bên con với con là để con được xong ra soạn tiền để bài hát của show này các story của công tác chui bài hát ở show này trong các cái công tác với phải đôi chia ở bên để trong việc để xa bài để xa hết phần này hàng tự nhiên là lưu rung mang lại đó tự nhiên là lưu đại vừa các khi ta còn những ấy trong cái chương này thì mình làm được bà xong học quân để xong học trong luôn xong học quân rồi xoay tham cấp xong bằng stack rồi stack mình đi chân đặt cái tên hay đôi khi bên ca đẹp là thế hay thứ tay của người và tiền bom sạc cùng lại tiền sản mai bom hàng từ người kia hàng sổ la hàng tinh lực họ và thêm đẹp là người lo tiền hay sinh nhật nhóm hay bom hàng sử dụng cả cái cám những cái thai dưới cứ chỉ nè con pro là cùng nhiều bài và thời gian bay ao đầm nà ca khi cam đúng cứ pro ao pro đúng haiเป็นเพียงทนดำเนินการโปรแกรมมวยเตียนนั้นคือตัวตีสำคัญคือการเตรียมโกนเลยหลายเตียนโดยไว้กับทางบ้านโดยกลางวันนี้คือยังเตรียมโกนในทูอัพวอร์แต่ในทูอัพวอร์แต่หลายเตียนเซนเซให้กับโจร่วมปีใส่ในเตียนของแต่ว่าใครปีไอออนปีอะไรทางกระทรวงการทางต่อผมคงแต่เรียบจ้องวิช่วยแก้ต้นในการก่อสร้างสมาธิแต่เลิกถึงนี้สำคัญเส้นเดีย
វាថាពីវិគី ATP វិគី Elcida ធ្វើយ៉ាងម៉េចឲ្យគាត់មានលទ្ធភាពក្នុងការទាញយកនៅ Green Finance បាទ Green Finance ដោយអូនខាង ARDP គាត់មានសាច់ចឹងយើងយកអត់មកគឺការប្រាក់ទាបអាចឲ្យជាពលរដ្ឋជាកសិករឬក៏សហគមន៍យើងក្នុងការបញ្ចៃដែលមានការប្រាក់ទាបបាទអញ្ចឹងខ្ញុំគិតថាយើងសហការគ្នាបានល្អហើយក៏អរគុណដែរដល់អង្គការ Hyper ដែលបានចំណេញតំបន់សហគមន៍តំបន់ការពារធម្មជាតិក្រសួងបរិស្ថានចូលរួមនៅក្នុងដែលថាសកម្មភាពដ៏ស៊ីវិល័យនេះបាទមែនតើទៅសហគមន៍តំបន់ការពារធម្មជាតិយើងតែសម្រាប់ការអនុវត្តវិស័យកសិកម្មយើងបានប្រើយើងអាចយកគម្រោងតាមក្រសួងកសិកម្មបាទក្រសួងកសិកម្មក៏បានធ្វើការងារល្អមែនទែនសម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្មនៅក្នុងតំបន់ការពាររបស់គាត់អញ្ចឹងតំបន់ការពាររបស់ក្រសួងបរិស្ថានខ្ញុំបានលើកគំនិតនេះជាមួយលើលោកគំនិតសេរីគឺចង់ធ្វើយ៉ាងម៉េចដើម្បីជួយសហគមន៍តំបន់ការពាររបស់យើងឲ្យដូចជាសហគមន៍តំបន់សហគមន៍នេសាទចឹងដែរក្រៅពីការអភិរក្សការទាញយកថវិកាពីទេសចរតាមរយៈតំបន់ការពារដែលមានសក្តានុពលទេសចរស្អាតគឺជាទានតាមតំបន់ក្នុងខ្សែដើមណាចឹងយើងចង់មួយទៀតគឺការបង្កើនផលិតផលកសិកម្មក្នុងតំបន់ការពារបាទនៅពេលដែលតំបន់ទេសចរស្អាតឬទលេច្រើនបង្កប់ត្រូវការម្ហូបអាហារបាទអញ្ចឹងបែរជាថ្ងៃនេះមានបងប្អូនមកពីតំបន់ CA តំបន់សហគមន៍ការពារធម្មជាតិដូចជា6 7សហគមន៍ណាអាចចូលរួមនេះជាលើកទី1សម្រាប់ក្រសួងបរិស្ថានសម្រាប់សហគមន៍តំបន់ការពារធម្មជាតិហើយយើងសង្ឃឹមថាយើងនឹងរៀបចំសកម្មភាពនេះឲ្យមានភាពស៊ីចង្វាក់គ្នាសារជាប់គ្នាជាមួយនឹងខាងធនាគារខាងអ្នកទិញខាងអ្នកលក់អីដែរបាទអញ្ចឹងខ្ញុំសូមថ្លែងអំណរបាទសូមអរគុណ